នៅព្រឹកមួយវីរៈកំពុងត្រៀមចូលព្រៃដោយធម្មតាព្រៃថ្ងៃនេះស្ងៀមស្ងាត់ហើយពោពេញដោយខ្យល់ត្រជាក់ភ្លាមដីចាប់ផ្ដើមរញ័រធ្វើឲ្យវីរៈប្រញាប់មើលជុំវិញបន្ទាប់មកយក្សធំមួយក៏លេចមកជិះពីក្នុងព្រៃយក្សធំនោះមើលទៅច្របូកច្របល់គ្មានដានរកផ្លូវឡើយវីរៈដើរចូលជិតប៉ុន្តែដោយភាពប្រុងប្រយ័ត្នយក្សធំនោះបង្ហាញផែនទីសឹកឈើដែលបែកបាក់បង្ហាញថាគៀបានវង្វេងផ្លូវវីរៈសូមជួយបង្ហាញទិសហើយយក្សធំក៏យល់ព្រមភ្លាមពួកគេដើរជាមួយគ្នាដោយពោពេញនឹងការជឿជាក់សត្វព្រៃចេញមកមើលដោយចាប់អារម្មណ៍ចំពោះមិត្តថ្មីទាំងពីរពួកគេប្រឈមមុខនឹងទន្លេដែលហូរទឹកខ្លាំងយក្សធំលើកវីរៈឡើងហើយជួយឲ្យគេឆ្លងទន្លេដោយសុវត្ថិភាពនៅជុងព្រៃពួកគេបានឃើញទ្វារមហាសិលាដែលនាំទៅផ្ទះរបស់យក្សធំក៏បានសូមអរគុណវីរៈយ៉ាងជ្រាលជ្រៅវីរៈក៏បានត្រឡប់ទៅភូមិដោយអស់ក្តីរំភើបនិងសប្បាយចិត្តដែលបានជួយយក្សធំដែលវង្វេងផ្លូវវីរៈបានមកដល់ក្នុងភូមិវិញយ៉ាងរីករាយ